កម្ពុជានិងចិនឯកភាពកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីរាជធានីភ្នំពេញដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំចិននាពេលនេះបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងមិត្តភាពដៃថែបម្យ៉ាងទៀតជំនួយរបស់មិត្តចិនបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍសង្គមសេដ្ឋកិច្ចការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនេះជាប្រសាសន៍ដ៏មានអត្ថន័យរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពេលដែលសម្ដេចបានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយលោកស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននិងគណៈប្រតិភូជាន់ខ្ពស់នៅវិមានសន្តិភាពនាល្ងាចថ្ងៃទី17ខែមេសាឆ្នាំ2025ជាមួយគ្នានឹងការលើកឡើងបែបនេះសម្ដេចមហាបវរធិបតីក៏បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះលោកប្រធានាធិបតីចិនដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជាសម្ដេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនចិនដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជាជាការឆ្លើយតបប្រធានាធិបតីចិនលោកស៊ីជីនពីងបានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីភាគីកម្ពុជាហើយបានសម្ដែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចម្ដងទៀតនៅកម្ពុជាលោកប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនបានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនិងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាព្រមទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កម្ពុជានៅលើឆាកអន្តរជាតិលោកបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីកម្ពុជានឹងបន្តរក្សាបាននូវសុខសន្តិភាពស្ថិរភាពនិងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀតក្នុងនាមជាមិត្តភាពដៃថែបរបស់កម្ពុជាសាធារណរដ្ឋប្រជាមានិតចិននឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជាហើយបដិញ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈដើម្បីជួយកម្ពុជាឲ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ2050ក្លាយជាប្រទេសមានចំណូលខ្ពស់សម្ដេចមហាបវរធិបតីនិងប្រមុខរដ្ឋចិនលោកស៊ីជីនពីងបានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាទិភាពរួមមាននយោបាយសន្តិសុខការពារជាតិពាណិជ្ជកម្មវិនិយោគកសិកម្មទេសចរទំនាក់ទំនងរវាងប្រជាជននិងប្រជាជនព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាមួយគ្នានេះលោកស៊ីជីនពីងបានបដិញ្ញាថានឹងជំរុញវិនិយោគិននិងបរទេសចិនឲ្យមកកម្ពុជាកាន់តែច្រើនឡើងបន្តផ្ដល់ជំនួយសម្រាប់សកម្មភាពកម្ចាត់មីនបន្តជួយគម្រោងផ្លូវជនបទការផ្គត់ផ្គង់ទឹកនិងបណ្ដាញអគ្គិសនីព្រមទាំងផ្ដល់អាហារូបករណ៍របស់រដ្ឋាភិបាលចិនចំនួន 1000 កន្លែងក្នុងរយៈពេល3ឆ្នាំថែមទៀត